សួរសួស្តីម្ដងទៀតស្វាគមន៍មកកាន់ channel នេះរៀនថ្ងៃនេះខ្ញុំសូមជួយនិយាយសារទី7បាទមុនពេលយើងចាប់ផ្ដើមនិយាយសារទី7សូមកុំភ្លេចជួយ subscribe ហើយនិង like ហើយ share នៃមេរៀនមួយនេះផងបាទអញ្ចឹងនិយាយសារទី7បាទនិយាយសារទី7អញ្ចឹងយើងចូល reading មុន part 1 read the text and fill the gap with the word in the box. Gap 1 has been done as an example. បាទអញ្ចឹងមានពាក្យបាទសិតតែពាក្យពិបាកតែហ្មងហើយបងប្អូនយកចិត្តទុកដាក់ផងដោយសារតែបងប្អូនត្រូវប្រឡងហើយវិញ្ញាសានេះគឺជាណានដែលដកស្រង់ចេញពីសភៅកម្រងវិញ្ញាសាបាទដែលគេចេញជារៀងរាល់ឆ្នាំហ្នឹងតែហ្មងបាទអញ្ចឹងពាក្យទី1 valuable បាទ valuable គឺគេបកប្រែថាដែលមានតម្លៃបាទ successful ជោគជ័យបាទ photography ការថតរូបបាទ dislike អត់ចូលចិត្តឬក៏មិនចូលចិត្ត imaginative ពូកែច្នៃប្រឌិតimaginative ពូកែច្នៃប្រឌិត unbelievable ដែលមិនគួរឲ្យជឿហើយ skillful ដែលមានជំនាញបាទ disagreement ការយល់ព្រម misunderstand បាទសំទោស misunderstanding ការយល់ច្រឡំបាទ unexpected ដែលមិនរំពឹងទុកបាទហើយ failure បាទ failure យើងរៀនរួចម្ដងហើយបរាជ័យអញ្ចឹងចំណងជើងគេដាក់ how a hobby can make you angry តើទម្លាប់របៀបណាដែលធ្វើឲ្យអ្នកមានការខឹង Recently I decided to take up photography as a hobby ថ្មីនេះខ្ញុំសម្រេចចិត្តចាប់យក take up ចាប់យក photography ចឹងជា example បង្គា as a hobby ថ្មីនេះខ្ញុំសម្រេចចិត្តចាប់យកការថតរូបជាទម្លាប់មួយ I like taking snap ខ្ញុំចូលចិត្តថតរូប snap ហ្នឹងរូបថតដែលយើងថតឲ្យយើងកែគេឲ្យ snap but I am not very but number 2 skillful but I am not skillful ប៉ុន្តែខ្ញុំមិនមែនជាអ្នកមានជំនាញខ្លាំងទេ My snap are edit completely but number 3 value បាទរូបថតរបស់ខ្ញុំដែលគឺត្រូវបានបរាជ័យ value complete value គឺបរាជ័យទាំងស្រុងក្នុង headផលក្នុង head ផលបច្ចេកទេសបាទក្នុង head ផលដែលគាត់កែជាលក្ខណៈបច្ចេកទេសហ្នឹងគាត់គឺបរាជ័យមកដោយសារតែគាត់អត់ចេះ or are just not very and number 4 imaginative ហើយក៏មិនមានការច្នៃប្រឌិតទៀត First I decided to be ចឹងដំបូងខ្ញុំសម្រេចចិត្តថាខ្ញុំត្រូវតែធ្វើវាឲ្យជោគជ័យ number 5 successful បាទត្រូវតែធ្វើវាឲ្យជោគជ័យដំបូងគឺខ្ញុំត្រូវសម្រេចចិត្តធ្វើវាឲ្យជោគជ័យ I would have to buy new equipment ចឹងខ្ញុំនឹងត្រូវទៅទិញ equipment ឧបករណ៍ new equipment ឧបករណ៍ថ្មីមួយ But just then I had earned a message unexpected គ្រាន់តែបន្ទាប់មកខ្ញុំក៏ piece of good luck
ចាំមានសំណាងមួយទៅមកបាទដែលមិនរំពឹងទុកបានថាបន្ទាប់ក៏គាត់ថាចង់ទិញឧបករណ៍ថ្មីបន្ទាប់មកគឺមានសំណាងមួយទៅមក A friend who work in a camera shop said មិត្តភក្តិម្នាក់ដែលធ្វើការនៅក្នុងហាងលក់កាមេរ៉ាគាត់បាននិយាយថា She could sell me a នាងនឹងលក់ឲ្យខ្ញុំនៅបាទ number 7 valuable នាងនឹងលក់ឲ្យខ្ញុំនៅកាមេរ៉ាដែលមានតម្លៃមួយ A customer had left it at the shop to be repaired បាទអតិថិជនម្នាក់គាត់បានចាក់ចេញពីវាបានទៅចោលកាមេរ៉ាមួយហ្នឹងនៅក្នុងហាង to be repaired ដែលគាត់យកទៅជួសជុលបាទ repair ជួសជុល but there has been a បាទ number 8 misunderstanding ប៉ុន្តែមានការយល់ច្រឡំមួយ and it was actually for sale ហើយវាគឺប៉ុណ្ណាគឺទុកសម្រាប់លក់ទៅវិញ I thought this was a rather បាទ number 9 បាទ unbelievable មកខ្ញុំគិតថានេះគឺជារឿងដែលមិនគួរគឺជាការបញ្យល់ដែលមិនគួរជឿហើយដូច្នោះខ្ញុំក៏សួរនាងនៅសំណួរខ្លះៗផងដែរ She said she had number 10 disagreement អានេះក៏បាននិយាយថានាងមានចំនួនជាមួយនឹង customer ជាមួយនឹងអតិថិជនម្នាក់ហ្នឹងហើយគាត់ក៏បានស្រោនបាទ had ស្រោនមកពី ស្រោនគេក្រវែងគាត់ក៏បានក្រវែងកាមេរ៉ានឹងដាក់នាង because she បាន number 11 dislike ពីព្រោះតែនាងមិនចូលចិត្តរូបថតរបស់គាត់បានចឹងអំណាន how a hobby can make you angry ខ្ញុំបានកែឲ្យអស់ហើយអំណាននេះគឺនិយាយអំពីបានអ្នកលក់និងអ្នកថតរូបម្នាក់គាត់បានលក់កាមេរ៉ាទៅឲ្យអ្នកថតរូបនឹងដែលជាមិត្តភក្តិរបស់គាត់ប៉ុន្តែគាត់កាមេរ៉ាហ្នឹងគឺជាកាមេរ៉ារបស់ភ្ញៀវដែលមានចំនួនជាមួយគាត់អញ្ចឹងអរគុណសម្រាប់ reading តើមកអ្នកនេះអាចចូល part 2 បានអូខេបាទ part 2 ហើយ part 3 part 3 Nara a newspaper អូខេ now អញ្ចឹងនៅជាទូទៅបើសិនបើមានពាក្យ now អញ្ចឹងអ្នកនេះត្រូវព្យាយាមចំណាំខ្លួនឯងផង now គឺរៀននៅក្នុង tense របស់ present continuous គឺមាន verb ing អូខេ now គឺ present continuous គឺមាន verb ing number 2 my sister in the hospital អញ្ចឹង my sister in the hospital អក្សរ C អញ្ចឹងការធ្វើការគឺគាត់ធ្វើរាល់ថ្ងៃអញ្ចឹងគេប្រើ present simple បាន number 3 oh no we let day off អូទេបើយើងយឺតហើយបាទអញ្ចឹងនៅក្នុងនេះពាក្យដែលត្រូវចំណាំគឺមានពាក្យ already អញ្ចឹងគ្រប់ពាក្យ already គឺរៀននៅក្នុង tense perfect បាទគឺអក្សរ C ទៀតបាទហើយព្យាយាមចាំផងគឺពាក្យ already រៀននៅក្នុង tense present perfect ឬក៏យើងគិតបែបហៅសម័យគឺ perfect នេះគឺអក្សរ C number 4 Sarah 10 pancake seen yesterday អញ្ចឹងពាក្យ seen ក៏ដូចគ្នានឹងពាក្យ already ដែរគឺរៀននៅក្នុង tense perfect បាទអក្សរ D number 5 ដូច number 1 មិនដែរបាទ the climate rapidly អូខេ nowadays នឹង now ដូចគ្នាគឺរៀននៅក្នុង tense បាទ present continuous អូខេអញ្ចឹងម្ដងទៀត number 1 អក្សរ B គឺ present continuous ដែលសារតែមានពាក្យ now and number 2 is works បាទប្រើជាមួយ works ដែលមាន s ដែលសារតែគឺជា C ហើយវាស្ថិតនៅក្នុង tense present simple ដែលសារតែជាអ្វីដែលកើតឡើងរាល់ថ្ងៃ
number 3 គឺ already គឺរៀននៅក្នុង tense បាទ perfect ហើយនឹង sin ដូចគ្នានឹង already ដែរគឺរៀននៅក្នុង tense perfect បាទហើយ nowadays ដូចនឹងពាក្យ now ដែរគឺរៀននៅក្នុង tense present continuous អូខេចឹងសម្រាប់ part 2 បាទខ្ញុំសន្មតថាប៉ុណ្្នឹងបាទអ្នកនរគ្នាមានចម្ងល់អីអាច comment នៅខាងក្រោមបាទជា comment ណាខ្ញុំនឹងព្យាយាមជួយដើម្បីដោះស្រាយដូចជាការផ្ញើ link ឬក៏ copy វាជា soft ដើម្បីផ្សាយទៅឲ្យអ្នកនេះអាចដាក់នៅពីក្រោមទៅខ្ញុំនឹងអាចជួយផ្សាយទៅឲ្យបាទចឹងpart 3បាទ part 3គឺជាពាក្យបាទ part 3នេះគឺយកប្រហែលមែនទេពេលប្រឡងថ្នាក់ទី12អីសូមយកចិត្តទុកដាក់ផងជាពិសេសប្រព័ន្ធទី12គឺ part 3នេះគឺជា vocabulary ដែលពិបាកមែនទេតែអ្នកនេះត្រូវតែព្យាយាមស្វែងយល់ឲ្យបានច្រើនបាទចឹងខ្ញុំពេលយល់មួយហើយខ្ញុំនឹងបកប្រែអូខេ most school in my country no longer have បាទចឹង number 1គឺអក្សរ D corporal ហ្នឹងគេបកប្រែថារូបរាងកាយឬក៏ខ្លួនប្រាណអត់ដូចនឹងពាក្យ bodily ដែរប៉ុន្តែដោយសារតែ bodily នេះវាដើរតួជា adverb ផង adjective ផងចឹងហើយបានគេយកពាក្យ corporal ចឹង most school in my country no longer សាលាជាច្រើននៅក្នុងប្រទេសរបស់ខ្ញុំមិនយូរទៀតទេបាទគាត់មានការដាក់ទណ្ឌកម្មទៅលើរូបរាងកាយចឹងមិនជាប្រទេសយើងទេបាទជាប្រទេសគេទេបាទ punishment ការដាក់ទណ្ឌកម្មចឹងពាក្យទី1គឺ physical បាទ physical គេមកប្រែថារូបរាងខាងក្រៅឬក៏លក្ខណៈខាងក្រៅបាទ capital បាទ physical គឺលក្ខណៈខាងក្រៅ capital គឺរាជធានីគឺយើងបកប្រែថាធំហើយនឹង bodily និង corporal ដូចគ្នាប៉ុន្តែគ្រាន់តែ bodily វាដើរតួជា adjective ផងវាជា adverb ផងចឹងហើយបានយកពាក្យ corporal គឺនៃរូបរាងកាយ number 2 the policemen following the robbers were in a បាទអក្សរ A plain clothes បាទ plain clothes ហ្នឹងគឺស្អាតបាតបាទសម្លៀកបំពាក់ស្អាតបាទអញ្ចឹងប៉ូលីសគាត់កំពុងតែដេញតាមចោរប្លន់ robber ចោរប្លន់គឺនៅក្នុងសម្លៀកបំពាក់ដ៏ស្អាតបាតមែនទេអញ្ចឹងអក្សរ A plain ហ្នឹងគឺស្អាតបាតបាទ B C D មកប្រែដូចគ្នា ordinary normal ហើយនិង simple បាទគឺធម្មតាបាទធម្មតាផងប្រទេសត្រូវសេះសតូចទេ number 3 the two old ladies were letter C but the two old ladies were robbed of their purses ស្ត្រីចាស់2នាក់គឺត្រូវបានអក្សរ rob នឹងដូច robber ហ្នឹងចោរប្លន់នេះប្លន់គឺត្រូវបានគេប្លន់កាបូបលុយរបស់ពួកគាត់ purse នឹងកាបូបលុយអញ្ចឹងពាក្យម្ដងអក្សរ A stolen អត់ stolen នឹងលួចអត់ stolen លួចអក្សរ B attach បាទ attach នឹងវាយប្រហារឬក៏ប្រយុទ្ធបាទ rob មិនចេះ rob ប្លន់បាទ snatch គេថា snatch នឹងកញ្ឆក់បាទកញ្ឆក់លេខ 4 at the end of the story the hero managed to arrest the បាទអក្សរ B villain okay villain បាទ villain គឺ 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 villain គឺ
the story នៅចុងបញ្ចប់នៃរឿង The Hero ព្រះបរោះត្រូវតែរៀបចំដើម្បីចាប់ខ្លួន arrest ចាប់ខ្លួន The villain គឺចាប់ខ្លួនបានមនុស្សអាក្រក់ villain ឬក៏អ្នកណាដែលតួអាក្រក់ខ្មែរហៅតួអាក្រក់បាទ villain អញ្ចឹងអក្សរ A offender បាទ offender នឹងឧក្រិដ្ឋជនបាទ villain តួអាក្រក់ឬជនអាក្រក់ wrong អ្នកខុសហើយនឹង evil បិសាចnumber 5 ចុងក្រោយគេ I had to answer question A because it was case of A compulsory គឺមិនអាចខានបានខ្ញុំត្រូវតែឆ្លើយសំណួរ A ពីព្រោះវាគឺមិនអាចខានបាននោះទេបាទចឹងពាក្យម្ដង compulsory មិនអាចខានបាន necessary ចាំបាច់មិន necessary ចាំបាច់a must គឺត្រូវការឬក៏ចាំបាច់ក៏បានដែរតែចាំបាច់ដូចគ្នានឹង necessary ក៏បានដែរហើយនឹង application កាតព្វកិច្ចបាទហើយប្រធានបទ writing essay គឺទីរបស់ខ្ញុំគឺ chemical substances are increasing very much especially food and vegetable what does government have the strategy to protect these issues for population សារធាតុគីមីគឺកំពុងតែកើតឡើងយ៉ាងខ្លាំងជាពិសេសគឺទៅលើម្ហូបហើយនិងបន្លែតែរដ្ឋាភិបាលមានវិធីសាស្ត្រខ្លះដើម្បីការពារបញ្ហាទាំងអស់នេះសម្រាប់ប្រជាជនបាទប្រធានបទនេះគឺខ្ញុំនឹងធ្វើឲ្យនៅពេលដែលមានអ្នក comment បើសិនជាអត់មានអ្នក comment នៅខាងក្រោមដើម្បីចង់បានទេខ្ញុំអត់បានកែប្រធានបទនឹងឲ្យទេបាទចឹងអរគុណសម្រាប់វិញ្ញាសាទី7ហើយជូនពរឲ្យបងប្អូនទី12ជាប់ទាំងអស់គ្នាហើយជួបគ្នានៅវិញ្ញាសាទី8បាទ thank you for your listening and for your watching